ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំតាមដានរឿង One Piece បន្តទៀតមុននឹងចូលសូមអ្នកគ្នាជួយចុច like មួយបើរួចរាល់ហើយតើយើងទៅទាំងអស់គ្នានៅពេលនេះក្រុមរបស់ Luffy បានជូន VV ទៅព្រះរាជាណាចក្រ Alabasta ថ្ងៃនេះទុកស្ងប់ខ្យល់គឺទុករបស់ Luffy មិនអាចធ្វើដំណើរទៅបានលឿននោះទេហើយ VV បារម្ភថាបើនាងទម្រាំតែទៅដល់ហ្នឹងគឺព្រះរាជាណាចក្ររបស់នាងត្រូវបានគេយកបាត់ទៅហើយតែLuffy វិញគឺមិនបានខ្វល់ទេគឺលេងសប្បាយធម្មតាហើយសានជីថា Luffy ហ្នឹងបានស៊ីតកៅរបស់គាត់អត់ដល់ចឹងចាប់ទា Karu ធ្វើជាអានុយរបស់ស្ទូចត្រីហ្នឹងឯងអ្នកទាំងអស់គ្នាប៉ុន្តែពួកគាត់គ្រាន់តែលេងហ្នឹងទេហើយដល់ពេលទៅខ្ញុំមិនដឹងថា Luffy ហ្នឹងបានវាយជាមួយនឹងកង Marine នឹងចោលសមុទ្រខ្លាំងអស់ប្រមាណទេនឹងថាមេចោលសមុទ្រអីលបលើចឹងនោះហើយ Luffy ក៏បានទៅដល់កន្លែងមួយហ្នឹងគឺKobe នឹងបានយកសពឃើញតែខ្លួនឯងនឹងបានឡើងតំណែងធំប៉ុន្តែភ្ញាក់ឡើងគឺជាអ្នកឈូសសម្អាតដដែលនឹងចំណែកប្រុសសក់លឿងនេះវិញគឺគាត់គឺជាអ្នកបោះសម្អាតដែរតែគាត់ធ្លាប់តែត្រួតត្រាគេលើគេត្រួតត្រាវិញគឺខ្ជិលសម្បើមណាស់ខុសពី Kobe ការងារអីក៏គាត់ធ្វើដែរហើយទៅគាត់ត្អូញថាមកពី Kobe ហ្នឹងធ្វើឲ្យគាត់ហ្នឹងធ្លាក់សម្ញាប់ដល់សពថ្ងៃតែមុនធ្លាប់ត្រួតត្រាគេតែឥឡូវគេត្រួតត្រាវិញពិតជាកំសត់ខ្លាំងណាស់ Kobe គាត់ប្រាប់ថាហើយគាត់បាននិយាយសម្ដីរបស់ Luffy ដើម្បីលើកទឹកចិត្ត Kobe ហើយដល់ពេលដែលគាត់និយាយហើយហ្នឹងគឺមិនលើកទឹកចិត្តគាត់ទេទៅជាធ្វើឲ្យអបិសក់លឿងហ្នឹងគឺកាន់តែក្តៅក្រហាយដោយសារតែ Luffy ហ្នឹងឯងធ្វើឲ្យគាត់មានថ្ងៃនេះហើយថ្ងៃហ្នឹងឯងគឺគាត់បានវាយគ្នាជាមួយនឹង Kobe ធ្លាក់ទៅកាន់សង្វៀនបានត្រូវអាក្នុងកំភ្លើងហ្នឹងគឺបាញ់កំទេចកន្លែងហាត់នោះតែម្ដងហើយគេក៏មិនសងសំណងអីច្រើនណាស់គ្រាន់តែកាត់ប្រាក់ខែពួកគាត់50ឆ្នាំនោះឯងហើយគាត់ក៏បានមកដល់ផ្ទះវិញគឺនិយាយត្រូវគ្នាតែម្ដងហើយបញ្ជាក់ថា Luffy នឹងបានរត់ទៅកាន់ព្រះរាជា Alabasta ហើយដែលនៅ Grand Line ណាអ្នកគ្នាធ្វើឲ្យ Kobe ហ្នឹងគឺពិតជាចាប់អារម្មណ៍ជាមួយនឹង Luffy ខ្លាំងតែនៅពេលនោះគឺពួកគេបានមកគោរពទៅកាន់កង Marine ហើយអ្នកកាត់ទោសដែលគេត្រូវប្រហារជីវិតគឺឪពុករបស់បេសក់លឿងហ្នឹងអ្នកទាំងអស់គ្នាឲ្យបេសក់លឿងយំមហេបមហោបដោយសារគាត់ខ្លាចឪពុករបស់គាត់ត្រូវគេប្រហារជីវិតហើយដល់ពេលមកដល់នឹងវិញគឺអង្គរៈកាបគឺជាអ្នកដែលជួនអាប៉ែមួយហ្នឹងទៅហើយពេលនោះគាត់ថាគាត់ខាត់ដេកបាន4ថ្ងៃគាត់ដេកលក់សិនមានណាអាប៉ែនោះកាប់មកឆ្វាក់ដាច់ខ្លួនតែម្ដងហើយក៏យកកូនខ្លួនឯងហ្នឹងធ្វើជាចំណាក់ខ្មាំងពិតជាគ្មានសិលធម៌ពិតមែនហើយក៏ចាប់ហើយប្រាប់ថាអាណាមហ៊ានចូលមកប្រកាសជាស្លាប់របស់គាត់ជាមិនខានទេគាត់ក៏បានជីកទុកតូចហ្នឹងរត់ទៅបាត់ទៅហើយចំណែកពួកកងមរៀនក៏បានធ្វើការដាក់កំភ្លើងធំបន្តែ Kobe ក៏ទៅខាត់ថានៅមានអបិសក់លឹងហ្នឹងនៅលើទុកផងចឹងហើយកុំឲ្យទៅសម្លាប់អីទៅគាត់អ្នកទៅចាប់អបិដែលជាកងមរៀនក្បត់ហ្នឹងហើយពេលនោះគឺកាបហ្នឹងបានមកវាយកំទេចកន្លែងនឹងតែម្ដងឲ្យថាហើយពីណាគេកាប់ខ្ញុំតាំងពីការអត់ដឹងលេងមកឡៃដេកដល់ពេលទៅអបិនេះក៏បានដល់ទីហ្នឹងហើយថាកូនបត់ក្តោងទុកទៅខាងលិចហើយតែអបិសក់លឿងហ្នឹងគឺមិនបានធ្វើតាមឪពុកទេហើយឪពុកជីជន់វាទៅហើយវាយយកកូប៊ីក៏ឡើងមកដល់លើទុកហ្នឹងផងដែរប្រាប់ថានឹងចាប់អបិមួយហ្នឹងគឺយកទៅហ្នឹងឯងប៉ុន្តែសម្រាប់គឺពួកគេពីរនាក់គឺត្រូវគាត់ចាប់បានតែគាត់មិនសម្លាប់ទេក៏របស់ពួកគេហ្នឹងចូលទៅក្នុងទឹកក្រកាបឃើញបែបហ្នឹងគឺស្ញាច់សរសើរហ្នឹងពួកគេខ្លាំងមែនទែនដោយសារពួកគេនឹងក្លាហានសម្រាប់ការកំចាត់ពួកជនល្មើសហ្នឹងហើយគេបានឈប់គាត់តែកាបក៏បានយកគាត់ទៅជាមួយដើម្បីទៅកន្លែងម៉ារីនធំអញ្ចឹងអ្នកគ្នានៅក្នុង Grand Line ហើយចឹងហើយធ្វើឲ្យអាប៉េសក់លឿងហើយនឹងអាប៉េកូប៊ីហ្នឹងគឺបានមានវាសនាចិត្តជួបជាមួយនឹង Mr. Luffy ហើយមកដល់កន្លែងនេះមកមើលការវហាត់គេសាច់ដុំកង់មកស្រីឃើញហើយដឹងថាព្រឺឆ្អឹងក្នុងតែម្ដងអាប៉ែកូប៊ីនេះបានមកក្បួយកអាវអាប៉ែមួយសក់លឿងហ្នឹងហើយវាយគ្នាយកតែម្ដងតែកាបក៏បានមកដល់គឺកញ្ញោទៅកាន់កូប៊ីមួយកញ្ញោគឺស្រួលខ្លាំងមែនទែនហើយទៅអាប៉ែកូប៊ីហ្នឹងថា
ជួយបង្ហាត់ខ្ញុំផងព្រោះខ្ញុំហ្នឹងគឺចង់ចេះក្បាច់អីផ្សេងៗហ្នឹងប៉ុន្តែនេះការបង្ហាត់របស់ពួកគេគឺគ្មានអីក្រៅពីជូតឥដ្ឋជូតសសរផ្ទះហ្នឹងទេបោកខោអាវហ្នឹងឯងមួយថ្ងៃមួយកញ្ញមួយថ្ងៃមួយកញ្ញគឺជារង្វាន់សម្រាប់ពួកគេដែលខំសិក្សាហើយពេលយប់អីអាប៉ែនេះតោះទៅលួចមើលស្រីងុយទឹកអីតោះទៅលួចមើលស្រីងុយទឹកមកអាប៉ែនេះថាអុយដេកមិនដេកអញមួយដេកណានេះអញទៅតែពេលនេះគឺក្បាលខូចខ្លាំងមែនទែនគេថាទៅអីគឺនៅលួចទៅមើលទៀតហើយកូប៊ីក៏មិនចាំយូរទេគឺទៅធ្វើការដដែលនឹងឯងហើយក៏ត្រូវប្រមាណខ្ញុំមកខំហ្វឹកហាត់ពេលយប់ហើយដល់ពេលប្រកាសជាឃើញក៏ដឹងពីអនុភាពនិងអតិពលរបស់ពួកគេដែរហើយគឺ Luffy មានតម្លៃដល់ទៅ30លានបារៀលនោះហើយតើបិសក់លើនេះថាកុំមកឯងធ្វើការមើលជាមួយនេះអើយដៃសើដីមកច្បាច់មាត់អញបយយកអើយកាបនេះអើយរត់អីហើយដល់ពេលដល់កន្លែងហ្នឹងគឺកាបគឺបានឲ្យពួកគេហ្នឹងគឺវាយគ្នាជាមួយនឹងគាត់អីចឹងណាហើយគាត់ថានេះគ្រាន់ជាការបង្ហាត់ទេគាត់មិនវាយពួកគេហ្នឹងពិតប្រាកដនោះទេហើយគ្រាន់ការនិយាយចឹងហើយហ្នឹងខូប៊ីគាត់ថាខ្ញុំមានកម្លាំងណាទៅវាយលោកឯងហើយតែគាត់ថាចឹងហ្វឹកហាត់តែម្ដងទៅឲ្យយើងកូនកុំមកច្រើនពេកពេលនោះពួកគេក៏បានដោះអាវដើម្បីបញ្ចេញសិចផែកហើយទៅវាយកាប់តែកាប់ក៏លាស់ដៃមួយជើងគឺឌូប្រងព្រាហ្នឹងឯងហើយពួកគេក៏ធ្វើការដេកស្បាបអស់ទៅអ្នកទាំងអស់គ្នាហើយដល់ពេលទៅកាប់ក៏សល់យ៉ាងខ្លាំងចំពោះពួកគេដែលមានអានុភាពយ៉ាងខ្លាំងក្លាហ្នឹងឯងហើយនេះគឺជាការវឹកហាត់របស់ពួកគេហើយកាត់មកដល់កន្លែងក្រុមរបស់ Luffy វិញគឺអាប៉ែ Luffy ហ្នឹងដៃមិនទនេទេថាមើលគ្នាយើងថាបានយំអញ្ចឹងមិនគូអស់សំណាចខ្លាំងមែនទេអស់សំណាចក្បោវាសែមពេលនេះញឹមថ្មិញសស្ងាច់ហើយដល់ពេលដែលគេកាត់មកដល់កន្លែងនៅក្រុម Luffy ដើម្បីធ្វើដំណើរគឺពួកគេគឺឃើញថាត្រីមួយគឺហក់មកធំខ្លាំងមែនទែនហើយក៏ធ្វើឲ្យទុកក្តោងពនពួកគេហ្នឹងគឺវិលិចទឹកផងដែរហើយទុកកូអ៊ីងមេរីរបស់ពួកគេក៏ធ្វើដំណើរទៅមុខហើយ Wokos របស់ណាមីក៏ចង្អុលដល់កន្លែងកោះមួយប្រហែលជាកោះអ្វីទេខ្ញុំក៏មិនដឹងដែរគឺជាកោះរបស់នារីដែលចេះប្លូតចេះណែហើយនារីម្នាក់នោះគឺឈ្មោះ Sunday អ្នកគ្នាក៏ស្គាល់មកស្ទៀងមកដល់គឺធ្វើការឆាបទៅកាន់អាប៉ែមួយសក់លើងហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយតែក៏ត្រូវគាត់កិច្ចតនអីចឹងហើយសัตว์នៅក្នុងព្រៃហ្នឹងគឺដួលដេកពេញហ្នឹងតែម្ដងសានជីអ្នកគ្នាខ្ញុំច្រឡំតែប្រូសក់លើងជាមួយនឹងកូនអាប៉ែកងរីនោះរហូតអ្នកគ្នាពួកគេក៏បានដើរបំបែកផ្លូវគ្នានឹងឯងហើយពួកគេក៏ដើរចុះដើរឡើងនៅក្នុងព្រៃដ៏សាហាវឃោឃៅហើយក៏មានដៃសើមួយហើយរឿងយើងគឺចប់តែប៉ុណ្្នឹងឯងសូមនឹងចេញសូមអ្នកគ្នាជជែក like មួយបើរួចរាល់ហើយតោះចេញ